វាមិនសុខយើងអស់អារម្មណ៍ក្នុងការធ្វើការងារវាក៏ប្រហែលជាមានមូលហេតុអីអាសាចាប់អារម្មណ៍នឹងខ្លួនឯងតិចណាពេលខ្លះទៅធ្វើការងារនឹងសស្ហើយប៉ុន្តែមានអារម្មណ៍ថាលហិតលហៃអស់កម្លាំងចម្លែកបើទោះបីជាគេងឬក៏ញ៉ាំបានច្រើនមិនក៏វាអត់មានកម្លាំងវិញដែរហើយដល់កាន់តែពិសេសនឹងចដល់ថ្ងៃដែលត្រូវបញ្ជូនការងារនឹងទៅឲ្យគ្រូក៏ប៉ុន្តែបែរជាទៅគេងហើយអត់ធ្វើការងារអានឹងវាជាបញ្ហាធំខ្លាំងមែនតើព្រោះវាអាចប្រឈមមុខជាមួយនឹងការដែលយើងបោះបង់ការសិក្សាឬក៏ប្រឈមមុខជាមួយនឹងការលេងចង់ហ៊ានសូត្រអីតទៀតមកអានឹងដោយសារតែខ្ញុំមានចិត្តលោភលន់តិចខ្លួនឯងទៅអត់រួចទេក៏ប៉ុន្តែជីទូពីក្នុងពេលតែមួយដំបូងខ្ញុំអត់ដឹងថាខ្ញុំកើតអីណាបានជាមានអារម្មណ៍ថាអត់មានអារម្មណ៍ធ្វើការងារអញ្ចឹងខ្ញុំក៏បានឲ្យម៉ែរបស់ខ្ញុំជូនពរខ្ញុំធ្វើមិនឲ្យខ្ញុំបានធ្វើប្លង់បានសម្រាប់ជោគជ័យស្ដាប់ពីសម្ដីល្អៗចេញពីពុកម៉ែហ្នឹងបើទោះបីជាយើងអត់មានកម្លាំងយ៉ាងណាក៏ដោយក៏យើងអាចតស៊ូបានខណៈពេលខ្លីបន្តិចទៀតដែរពេលថ្ងៃស្អែកឡើងខ្ញុំមកសាលាហ្នឹងជួបមិត្តភ័ក្តិជជែកគ្នាហើយក៏និយាយគ្នាលេងទៅចំណេះថាតើគេមានជួបបញ្ហាដូចខ្ញុំដែរឬក៏អត់ប៉ុន្តែខ្ញុំមើលទៅគាត់ថាពលគាត់គឺធម្មតាអត់អីទេប៉ុន្តែមានតែខ្ញុំឯងដែលរៀងយ៉ាប់យឺនជាងគាត់ក៏និយាយលេងមកកាន់ខ្ញុំដែរណាប៉ុន្តែអានឹងធ្វើឲ្យខ្ញុំសប្បាយមកខណៈពេលដែរហើយងាកមកពិចារណាឡើងវិញគូសារពិតជាសំខាន់ខ្លាំងណាចំណុចចុងក្រោយរបស់ខ្ញុំគឺតាក់ទងទៅកាន់បងប្រុសរបស់ខ្ញុំគាត់តែងតែប្រយោជន៍នឹងណែនាំហើយក្នុងរឿងនឹងទៀតគាត់ក៏ជាចំណែកដ៏ធំដែលធ្វើឲ្យខ្ញុំមានកម្លាំងចិត្តរហូតដល់3ថ្ងៃបន្ទាប់ពីខ្ញុំដេកដួលខ្លះខួរក្បាលនិងរាងកាយវាដើរអត់ទន្ទឹមគ្នាទេខួរក្បាលគិតហក់លោតច្រើនខ្លាំងប៉ុន្តែរាងកាយវាស៊ូទៅអត់រួចអញ្ចឹងខ្ញុំសុំទោសការងារការសិក្សារបស់ខ្ញុំខ្ញុំសុំគេងសិនហើយពួកខ្ញុំបើកភ្នែកលេងទៅរួចមែនតើហ្នឹងអញ្ចឹងបើសិនជាអ្នកនរគ្នាអត់ចង់ឲ្យខ្លួនឯងអស់អារម្មណ៍នៅអីដែលយើងកំពុងតែធ្វើទេព្យាយាមធ្វើអាហ្នឹងឲ្យល្អទៅកុំឲ្យស្លន់ខ្លាំងពេកទៅកាន់ណាបន្ទាន់គ្នាខ្លាំងពេកអស់អារម្មណ៍ធ្វើការងារទាំងអស់ហើយ